សួស្តីអ្នកទាំងអស់គ្នាជួបគ្នាសាជាថ្មីថ្ងៃនេះខ្ញុំមកនិយាយអំពីវិធីសាស្ត្រធ្វើយ៉ាងណាដើម្បីឲ្យកូនរបស់យើងឆាប់ចេះនិយាយជាក់ស្ដែងអូនខ្ញុំគឺបានមកខុបកន្លះហើយគាត់ចេះនិយាយពាក្យច្រើនមែនតើអញ្ចឹងមកចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នាប៉ុន្តែសូមបញ្ជាក់ថាវីដេអូមីនីវិធីសាស្ត្រដែលខ្ញុំលើកឡើងនេះគឺជាអ្វីដែលខ្ញុំអនុវត្តផ្ទាល់ជាមួយនឹងកូនស្រីរបស់ខ្ញុំតែខ្ញុំធ្វើមិនទៅអញ្ចឹងយើងដឹងថាកូនក្មេងទៅទៅកើតមកក៏គាត់អាចមើលឃើញដែរគ្រាន់តែថារបស់ហ្នឹងវានៅព្រិលសម្រាប់គាត់ហើយរបស់វត្ថុឬក៏វត្ថុហ្នឹងត្រូវនៅក្បែរគាត់អាចមើលឃើញរបស់ដែលមានចម្ងាយខ្ទង់8ទៅ12អ៊ីនទេហើយគាត់មើលឃើញរឿងព្រិល color ក៏ត្រឹមបានបែងចែកទៅត្រឹមសខ្មៅដែរប៉ុន្តែបន្ទាប់ពីមួយថ្ងៃទៅមួយថ្ងៃមួយខែទៅមួយខែការមើលឃើញរបស់គាត់គឺផ្សារឡើងចេះបែងចែក color ដូចជាចេញពីសខ្មៅទៅជាពណ៌ក្រហមពណ៌បៃតងពណ៌ផ្សេងចឹងទៅហើយភាពច្បាស់នៃការមើលឃើញហ្នឹងគឺផ្សារឡើងរហូតដល់អូនអាយុ1ខួបទើបមើលបានច្បាស់ល្អដូចជាមនុស្សធំអញ្ចឹងទោះបីជាអូនទើបតែកាត់ឡើងមើលអត់ទាន់ច្បាស់ក៏ដោយគឺខ្ញុំនៅតែនិយាយនៅតែបង្ហាញវត្ថុនានាជុំវិញខ្លួនគាត់ប្រាប់គាត់ឧទាហរណ៍ថាខ្ញុំលើកមួកបង្ហាញខ្ញុំប្រាប់ថាអូនអានេះមួកអូនហើយអូនមើលនៅពីមុខអូនមានម៉ាក់មានភ្នែក2អានេះភ្នែកម៉ាក់នេះម៉ាក់ពាក់វ៉ែនតាហើយនេះសក់អានេះចិញ្ចើមអញ្ចឹងទៅខ្ញុំប្រាប់គាត់ហើយពេលហ្នឹងក៏ខ្ញុំរៀបរាប់អំពីសកម្មភាពដែលខ្ញុំធ្វើជាមួយគាត់ដូចជាថាអូនឥឡូវដល់ពេលមួយទឹកហើយតោះយើងទៅមួយទឹកអាចថាខ្ញុំប្រាប់គាត់ពីអ្វីដែលធ្វើក៏ដូចជាសុំការអនុញ្ញាតពីគាត់យើងចង់ show respect ទៅកាន់គាត់ដែរទីថាឥឡូវដល់ពេលមួយទឹកហើយម៉ាក់សុំដោះអាវអូនណាម៉ាក់សុំលាបលេអូនបន្តិចដើម្បីស្បែកអូនមានសំណើមអញ្ចឹងទៅក្រៅពីការរៀបរាប់ទាំងអស់ហ្នឹងក៏ខ្ញុំតែងតែអានសៀវភៅឲ្យកូនដែរខ្ញុំជ្រើសរើសយកសៀវភៅណាដែលមានរូបធំ color ច្បាស់ដិតដើម្បីបង្ហាញឲ្យគាត់ឃើញខ្ញុំបង្ហាញសៀវភៅអញ្ចឹងនិទានរឿងអានសៀវភៅរឿងអញ្ចឹងខ្ញុំបង្ហាញរូបថាអានេះគឺជារូបអីបកស្រាយប្រាប់គាត់ពោអីជាសត្វអីហើយសត្វជ្រឿនឹងវាមិនអញ្ចឹងទៅអញ្ចឹងខ្ញុំ note ថានៅពេលដែលខ្ញុំបង្ហាញគាត់កែវភ្នែករបស់គាត់គឺសំណងទៅលើវត្ថុហ្នឹងហើយនៅពេលដែលខ្ញុំបើកទៅទំព័រផ្សេងឬក៏ខ្ញុំផ្លាស់ទីចង្អុលគាត់ទៅកាន់រូបផ្សេងទៀតគឺផ្នែករបស់គាត់នៅតែមើលទៅលើវត្ថុទី1អញ្ចឹងខ្ញុំអាចសង្កេតបានថាគាត់មើលឃើញឬក៏គាត់ចាប់អារម្មណ៍ទៅលើវត្ថុមួយហ្នឹងអញ្ចឹងខ្ញុំអត់ទាន់ផ្លាស់ប្ដូរទេខ្ញុំឲ្យគាត់មើលឲ្យអស់ចិត្តហ្នឹងចាំខ្ញុំនាំអារម្មណ៍របស់គាត់ទៅមើលអីផ្សេងទៀតបន្ទាប់ពីអនុវត្តបែបនេះជារាល់ថ្ងៃនៅពេលដែលអូនអាយុបាន1ខួប10ថ្ងៃកូនរបស់ខ្ញុំគឺគាត់ចាប់ផ្ដើមបង្កើតសំឡេងដែលជាសញ្ញាប្រាប់ថាគាត់អាចឆ្លើយតបជាមួយនឹងខ្ញុំបានហើយខ្ញុំសប្បាយចិត្តមែនទែនព្រោះអីវាបង្ហាញថាការកាត់ខំប្រឹងប្រែងរបស់ខ្ញុំ interact ជាមួយគាត់នឹងគឺបានផលឬគាត់ចេះបង្កើតសំឡេងដូចជាវីដេអូមួយនេះអញ្ចឹងហើយចាប់ពីពេលនោះមកគឺខ្ញុំតែងតែមានតែងតែ engage ជាមួយគាត់កាន់តែកម្មជាមុនគឺអានសៀវភៅឲ្យគាត់ជារៀងរាល់ថ្ងៃយកសៀវភៅដែលមានរូបដូចជាបន្លែផ្លែឈើផ្សេងដែលតកតងទៅនឹង concept ខ្មែរយើងដើម្បីបង្ហាញគាត់ព្រោះអីខ្ញុំចង់ឲ្យគាត់ឃើញថាវត្ថុទាំងអស់ហ្នឹងគឺគាត់អាចមើលឃើញជាប្រចាំថ្ងៃដែលគាត់អាច relate find it easy to relate ចឹងណាដូចជាខ្ញុំបង្ហាញសៀវភៅរូបបន្លែការ៉ុតអញ្ចឹងខ្ញុំអានឲ្យគាត់មួយឲ្យគាត់មើលមាត់ខ្ញុំសម្លឹងមើលមាត់ខ្ញុំហើយខ្ញុំអានមួយដើម្បីគាត់ឃើញតើយើងបើកមាត់បែបម៉េចបញ្ចេញសម្លេងបែបម៉េចទើបអានពាក្យនឹងត្រូវក្រៅពីហ្នឹងខ្ញុំបញ្យល់គាត់ទៀតថាអានឹងគេហៅអីគេប្រើវានៅពេលណាវាមានពោអីទំហំប៉ុណ្ណាយើងអាចយកវារកវាបាននៅកន្លែងណាវាដុះនៅក្រោមដីឬក៏អីចឹងទៅអត់ដឹងតែគាត់ស្ដាប់យល់អត់ទេប៉ុន្តែព្យាយាមនិយាយច្រើនទី1ចង់ឲ្យគាត់ស្គាល់ពាក្យពេចន៍តាក់ទងទៅនឹងវត្ថុមួយហ្នឹងបានច្រើនដែរអញ្ចឹងនៅពេលដែលអូនអាយុបានក្នុងប្រហែលជា6ទៅ7ខែកូនរបស់ខ្ញុំគឺគាត់ចាប់ផ្ដើមនិយាយបានមួយពាក្យអីពេលហ្នឹងគឺព្យាយាមគាត់ថាតាមប៉ុន្តែមិនហៅប៉ាប៉ាម៉ាម៉ាចេញសម្លេងបែបម៉េចដើម្បីអានវត្ថុហ្នឹងហើយផ្ដល់ពេលឲ្យគាត់ចាំដោយអត់ធ្មត់ឲ្យគាត់ថាតាមបន្ទាប់ពីគាត់ថាតាមឬក៏បើសិនជាពាក្យណាគាត់ថាបានអត់អីទេយើងខាមគាត់ down ប្រាប់ថាអត់អីទេឬក៏និយាយជំនួសគាត់ទៅហើយនាំគាត់ទៅមើលវត្ថុមួយទៀតអត់ច្រើនទេមួយថ្ងៃបរៀនគាត់តិចចឹងទៅហើយមួយវិញទៀតនៅពេលយប់គឺខ្ញុំអានសៀវភៅឬក៏តែងតែនិទានរឿងគាត់ស្ដាប់ខ្ញុំឬក៏ស្វាមីរបស់នាងខ្ញុំផ្លាស់ប្ដូរវេនគ្នាអានរឿងតាមពិតទៅពេលយប់ខ្ញុំអត់បានបើកសៀវភៅដើម្បីអានអូនទេគឺពួកយើងបើកភ្លើងសឹមអញ្ចឹងយើងមើលសៀវភៅកើតទេត្រូវអត់ឲ្យអូនមើលរូបក៏អត់បានដែរអញ្ចឹងយើងមានតែនិទានរឿងដែលយើងធ្លាប់អានឲ្យគាត់ស្ដាប់ឬក៏យើងនិទានរឿងបង្កើតរឿងដោយខ្លួនឯងហ្មងដូចជាយើងនិយាយពីសត្វដំសាយសត្វដំរីផ្សេងអញ្ចឹងទី1ខ្ញុំចង់បង្កើតទម្លាប់ឲ្យគាត់ថាមានទម្លាប់ស្ដាប់រឿងនិទាននៅពេលយប់ហើយក៏ដូចជាស្គាល់ពាក្យផ្សេងខាមគាត់ down ដែរបើនិយាយទៅកន្លែងហ្នឹងគឺពិបាកបន្តិចដោយសារខ្ញុំគិតថាកូនខ្ញុំក៏ដូចជាកូនអ្នកទាំងអស់គ្នាដែរប្រហែលជាពិបាកគេង
hay có đừng lên chọn tụi bọn tập tiên con làm bây giờ con mà đâu có lại kênhผมស្ដាប់យើងគឺប្របាក់មែនតើប៉ុន្តែគ្មានអីក្រៅពីទម្លាប់ទេបច្ចុប្បន្ននៅតែរត់គេអញ្ចឹងអ្នកទាំងអស់គ្នាមក8 9នៅរត់បលែងពេញហ្នឹងប៉ុន្តែខ្ញុំបន្ថយភ្លើងទៅហើយខ្ញុំនិយាយរឿងគាត់រត់តាណារត់ទេចេះតែនិយាយតែឯងអញ្ចឹងយូរទៅគាត់តែដល់គាត់រៀងងួយគេងតិចគាត់លូនមកអោបយើងមកគេងគៀនយើងអញ្ចឹងទៅអញ្ចឹងយើងចេះតែទៀនរឿងទៅពេលយូរទៅរៀងទម្លាប់ដែរឲ្យថានេះទៀនរឿងគឺគាត់ចូលមកស្ដាប់ខ្លះអញ្ចឹងស្ដាប់ខ្លះអត់ខ្លះមិនអីទេសំខាន់ការអនុវត្តជាប្រចាំនេះត្រូវទេអ្នកនរគ្នាឥឡូវមកដល់ពីការអាប់ដេតបច្ចុប្បន្នអូនឥឡូវគឺគាត់មានអាយុ1ខួបកន្លះហើយគាត់ចេះពាក្យច្រើនមែនតើខ្ទង់ចន្លោះពី100ទៅ200ពាក្យហើយនិយាយច្បាស់ទៀតណាបន្ថែមពីនឹងទៀតគឺគាត់អាចនិយាយពាក្យដែលមាន3សំឡេងផ្សេងគ្នាឧទាហរណ៍ដូចជាសាលារៀនប៉ារ៉ាំដាញ៉ាំពុជីវទៅអ៊ំបងញ៉ាំបាយហើយអ្នកទាំងអស់គ្នាទាំងអស់នៅពេលដែលកូនរបស់យើងចេះនិយាយច្រើនណាគាត់ក៏អាចបង្ហាញអ្វីដែលគាត់អត់ស្រួលមានន័យថា express her discomfort ឬក៏អ្វីពេលដែលគាត់ត្រូវការអីមួយគឺគាត់អាចនិយាយចេញឧទាហរណ៍គាត់ចេះនិយាយពាក្យថាអូនត្អើងដោះស្បែកជើងអូនចុះដីឬក៏គាត់ធ្វើអីមួយជាប់ដៃហ្នឹងថាអូនជាប់ដៃអញ្ចឹងនៅពេលដែលគាត់ប្រាប់យើងអញ្ចឹងយើងក៏ដឹងថាត្រូវធ្វើអីមួយគាត់ដែរយើងអត់ចាំបាច់ត្រូវទាយពីគាត់រហូតទេរឿងមួយទៀតហ្មងគឺគាត់យល់ថាគាត់ត្រូវធ្វើអីនៅពេលដែលយើងប្រាប់គាត់មានន័យថាគាត់យល់ instruction ណាឧទាហរណ៍ខ្ញុំឲ្យគាត់យកសម្រាមទៅបោះចោលក្នុងធុងសម្រាមប្រាប់ថាអូនយកថង់នេះទៅបោះចោលក្នុងធុងសម្រាមតិចមើលនៅនោះកូននៅនោះអញ្ចឹងទៅគឺគាត់ដើរតាំងទៅបោះចោលអញ្ចឹងទៅអូនយកអាវយកទៅបោះចោលមិនយកទៅបោះចោលអូនយកអាវទៅបោះចូលក្នុងធុងនៅក្នុងកន្ត្រកអាវអូនតិចមើលចាំម៉ាក់កូឲ្យអញ្ចឹងទៅឬក៏អូនទៅយកស្បែកជើងតិចមើលអូនយកស្បែកជើងអូនណាមិនមែនប៉ាប៉ាមិនបោះប៉ាប៉ាអញ្ចឹងទេអញ្ចឹងគាត់ទៅយកមកគាត់ស្គាល់ថាលក្ខណៈថាគាត់ចេះ communicate មួយយើងអញ្ចឹងគឺជាអីដែលខ្ញុំ feel proud of ដែរមួយវិញទៅដល់ពេលខ្លះខ្ញុំចង់ឲ្យអ្នកនរគ្នាផ្ដល់ឱកាសឲ្យគាត់និយាយព្រោះពេលខ្លះដូចជាគាត់អត់សប្បាយចិត្តអីមួយគាត់អត់ទាន់អាចបកស្រាយអារម្មណ៍របស់គាត់ចេញជាពាក្យបានទេអញ្ចឹងយើងអាចផ្ដល់ឱកាសចាំឲ្យគាត់និយាយចេញឬក៏យើងអាចសម្រួលដោយការបកស្រាយអារម្មណ៍របស់គាត់ន័យថាឧទាហរណ៍ថាអូនយំយើងគិតមើលថាគាត់យំដោយសារអីយើងនិយាយចេញខ្ញុំថាអូនយំអូនឈឺត្រង់នេះមែនកូនដោយសារអីដោយសារអូនបុកនេះអីឥឡូវចង់បានអីចង់ឲ្យមកអោបមែនឬក៏អូនឃ្លានកូកូមែនអូនឆ្លើយតិចមើលតែយើងនិយាយរបៀបលួងលោមអញ្ចឹងទៅគាត់វាធ្វើឲ្យគាត់បានធូរស្រាលពេលខ្លះគាត់ដឹងអារម្មណ៍បែបហ្នឹងតែគាត់អត់ដឹងថានិយាយមិនទេដើម្បីបញ្ចេញអារម្មណ៍អញ្ចឹងនៅពេលដែលយើងជួយសម្រាយអារម្មណ៍របស់គាត់ចេញជាពាក្យអញ្ចឹងវាធ្វើឲ្យគាត់នឹងទទួលបានអារម្មណ៍ថាយើងយល់ពីគាត់ហើយឲ្យលើក្រោយក៏អាចឲ្យគាត់ដឹងថាពេលដែលគាត់ជួបអារម្មណ៍បែបហ្នឹងគាត់អាចនិយាយពីអីចេញដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាស្ដាប់មកត្រួសពីដើមដល់ចប់មិញសួរថាខ្ញុំមានប្រើលុយអត់ប្រហែលជាប្រើទិញសភៅទិញអីប៉ុន្តែវាមិនថ្លៃណាស់ណាវាមិនថ្លៃដូចរបស់លេងខ្លះទេត្រូវអត់អញ្ចឹងយើងអាចឲ្យកូនរបស់យើងរៀនឆាប់ចេះនិយាយបានដោយវិធីងាយសាមញ្ញធម្មតាអ្វីដែលយើងចាំបាច់គឺពេលវេលាជាមួយយើងនឹងកូននិងភាពអត់ធ្មត់ជាមួយយើងនឹងកូនអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះសង្ឃឹមថាវាមានប្រយោជន៍ដល់អ្នកទាំងអស់គ្នាហើយជួបគ្នាវីដេអូក្រោយ